នេះបងប្អូនស្បែកជើងនៅក្នុងប្រទេសជប៉ុនប៉ុន្តែគេដាក់ថាផលិតនៅប្រទេសកម្ពុជាគាត់នៅឃើញហើយគឺថារំភើបមែនទែនហ្មងសប្បាយចិត្តថាបានឃើញផលិតផលដែលផលិតនៅកម្ពុជាគេមានដាក់ចាតាំងលក់នៅក្នុងប្រទេសជប៉ុនហ្នឹងហ្មងនៅខេត្តអ៊ីបារ៉ាគីចាថ្ងៃមុនហ្នឹងគឺយើងទៅមើលពុទ្ធបដិមាអង្គធំមួយខ្ពស់ជាងគេហើយចេញមកវិញគឺមិនភ្លេចជាមួយនឹងការដើរទិញអីវ៉ាន់ទេចាឆ្លៀតចូលមើលបន្តិចនៅនឹងគេមាន The Outlet ធំមួយហើយទីធ្លាគេឡើងទលាយមែនទែនបើថាបានជិះកាត់ហើយអត់ចូលស្ដាយតាមពិតពេលល្ងាចទៅហើយចាយើងត្រូវបើកឡាន highway ត្រឡប់ទៅផ្ទះវិញយើងឆ្ងាយដែរចាមកដល់ឃើញស្បែកជើងនេះចាចាប់អារម្មណ៍ហ្មងស្ពមមីខ្ញុំក៏ចូលចិត្តស្បែកជើងម៉ូដបែបអញ្ចឹងណាហើយនៅផ្ទះគឺមាន2 3ចាឲ្យតែឃើញពណ៌ហ្នឹងគឺស្រឡាញ់ចង់ទិញតែហ្មងហើយនេះអូលោទៅចាគាត់ថាចូលចិត្តណាពណ៌ហ្នឹងគេពេញនិយមហើយគាត់ចូលចិត្តប្រភេទពួកកវែងវែងណាហើយនៅក្នុងប្រទេសជប៉ុននេះក៏ក្មេងៗចាជំទង់អីគាត់ចូលចិត្តពាក់ដែរចាអ្នកខ្លះគាត់ពាក់ជាលក្ខណៈគូស្នេហ៍ហ្មងមានម៉ូដមនុស្សប្រុសមនុស្សស្រីចឹងណាចានេះកន្លែងទីធ្លាគេចតឡានឡើងទលាយមែនទែននេះនឹងខ្ញុំចូលចិត្តស្បែកជើងម៉ាក់ខាងឆ្វេងដៃនៅហាងហ្នឹងបងប្អូនចាស្រួលប្រើស្រួលពាក់ណាស់ចាយើងពាក់ដើរហាត់ប្រាណអីស្រួលហ្មងនេះខ្ញុំទិញផ្ញើម៉ាក់មួយដែរមកគូចាមកគូម្នាក់ពណ៌ដូចគ្នាទៀតនេះរួចរាល់ទិញអីវ៉ាន់ហើយគឺយើងត្រឡប់ទៅផ្ទះវិញចានោះក៏លេចទៅឃើញពុទ្ធបដិមាអង្គធំមួយចាដែលឈរឲ្យកម្ពស់ដូចអគារខ្ពស់មួយអញ្ចឹងចាខ្ពស់ជាងគេហើយធ្វើអំពីសំរិទ្ធចាហើយយើងចូលទៅក្នុងនឹងបានទៀតចានិយាយទៅមានចរយន្តមានអីឡើងទៅដល់កពូលហ្មងចាអរគុណសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ